កាន់ទី12ឈ្មោះកាន់ឆោខ្សាត់និពន្ធអត្ថបទដោយព្រះគ្រូបញ្ញាបតិបោពោពិសិដ្ឋស្មូតដោយឧបាសិកាអឹមថុលនឹងកាន់12សភីអង្ចាយដែលមានឈ្មោះថាកាន់នៃឆោស័ត្វកាលព្រះបាទស្រីសញ្ជ័យចែងចាត់ទៅកាន់បរិពតគិរីវង្សកាត់មានព្រះជាលីកុមារនាំផ្លូវទៅដល់មុជលិនស្រះហើយប្រកាសតាំងតែងដាក់តបរាយចាំចំណត់កំណត់ណាយរតឹង11000សូសាប់រតេងសេះនឹងដំរីសន្ធឹកលឺក្រៃក្នុងព្រៃហើយមកពៀនព្រះវេសន្តោចិន្តាគិតស្មានថាមានណាយសត្រូវចោមរមសំឡាប់ទ្រង់ចាប់ព្រះហង្សព្រះនាងមេត្រីលាលីឡើងលើកំពូលភ្នំប្រញាប់មានព្រះបន្ទូលអធិបាយរាយរាប់គេនឹងសម្លាប់យើងពីអង្គាមេត្រីតោតមើលយុធាទាំងឡាយថ្វាត់ថ្វាយក្រាបទូលដល់ព្រះរាជសត្រាជាពលអមាត្យនៃព្រះរាជាស្រីសញ្ជ័យជានាងព្រះស្វាមីព្រះពោធិសត្វចុងពីលើភ្នំជំនុំប្រឹក្សានឹងនាងមេត្រីថាយើងទៅគង់ចាំព្រះក្សត្រថ្លៃនៅទីមាត់ទ្វារបរមសាលាព្រះបាទស្រីសញ្ជ័យចូលទៅប្រស្រ័យថ្លាថ្លែងសម្ដីចោះចែងវាចាសាងសួរសុកទុកបត្រីបតត្រាថាតើរូបបតសបាយជាទេ
រីចៅជាលីក្រស្នាកល្យាណាយើងបានលួងយកនៅចៅទាំងទ្វេពីជុជងព្រាមនាមអ្នកសំគេអីលើនេះដែរសុខសប្បាយក្រៃគ្រានុងមហាក្សត្រទាំង3អង្គាងសាសងវិចាសុខទុក្ខរួចនៃទៅបានព្រះនាងសុបាសុបតីក្សត្រត្រីសម្ដេចព្រះវរមេត្តាព្រះនាងលីលីយាងចោលទៅមួយអន្លើនៅស្រីឆ្នាំក្រមការព្រះនាងមេត្រីជាបុត្រប្រសាហាត់ថែប្រណំបង្គំព្រះបាទព្រះនាងសុបាសម្បតីកនសែងសោកក្រៃអាណិតអាណាតជាមួយព្រះនាងមេត្រីជាអាចរួមនឹងព្រះបាទណែស្រីវេសានដថ្លាថ្លែងរីក្សត្រទាំង4ព្រះអង្គបានបន្តបងទុកសោកហើយក៏ជាលីគឺស្នាយត្រាចូលមកត្រាច់ចោមកកាន់បរមសាលាគ្រាន់តែក្រឡេកឃើញបុត្រទាំងពីរសម្ដេចមេត្រីជាព្រះមេត្តាស្ទុះធ្លោទទួលបុត្រីបុត្រាមានព្រះកាយាញាប់ញ័រចំប្រាប់ត្រង់ព្រះកន្សែងអឡងអាឡៃសោយសោកទុកក្រៃក៏ដួលសន្លប់ក្រស្នាជាលីជាទីសំណាប់ដេកដួលសន្លប់មកលើព្រះមេត្តាព្រះវេស្សន្តរ
តឃើញបត់ភរិយាកំសត់សន្លប់ហើយណាត្រង់ព្រះកន្សែងសោយសោកកាបានដួលកាយយ៉ាងសន្លប់ទៅដែរថ្លែងពីព្រះបាទនាមស្រីសញ្ជ័យសុបាសបតីទុកធ្ងន់ម្ល៉េះទេកន្សែងពីលៀបមែសោយទុកអត់លះហើយដួលព្រះកាយសន្លប់ទៀតណែណាងរីអាមាទាំង510,000នាក់ឃើញចាំងក៏យំដំដួងអោរារួយក៏សន្លប់មែគ្រប់កាយាឧបមាដូចខ្យល់បងឲ្យដួលហងរីផ្ទៃក្រឡាមហាប្រតពីគិរីព្រៃភ្នំមហាសមុទ្រផងក៏ក្រើកពុងពោជន់ជោកន្លងក៏ឡាហល់ឆ្លងដល់ឆោកាម៉ែសនុងព្រះអនបងអល់ភ្លៀងពិតប្រោះព្រំជីវិតគ្រប់រូបាវរវេសណ្ដោយបបថ្លៃថ្លាដឹងព្រះកាយយ៉ាងមុនគេបងអស់ព្រះអង្គក៏មានដង្ហើមចេញចូលប្រមូលដោះឡើងព្រះញាតិទាំងអស់អាមាទាំង510,000នាក់នោះមានជីវិតរស់ឡើងកាលនោះហងសូមរងចាំសន្តាប់កាន់ទី13និងផល្លានិសង្ឃដែលជាវគ្គបញ្ចប់សូមអនុមោទនា